លើកនេះមកកាន់តែពិសេសទៀតហើយបងជំរាបសួរនឹងសួស្ដីបងអូនពុំមិញដែលមើលវីដេអូនេះគឺជាប្រភេទកបាំងផុកឬអ្នកខ្លះគាត់ហៅថាខ្សែពៀនបងអាចយកទៅដាក់ខាងក្រោយឡានឬក៏យកទៅប្រើប្រាស់អីផ្សេងក៏បានដែរបងទៅតាមតម្រូវការផិនបងសម្រាប់ហាង admin ភាគច្រើនបងគាត់ទិញយកទៅដាក់នៅខាងក្រោយឡានខាងក្រោយកង់ឡានដើម្បីការពារខ្ទាតផុកឬក៏ដីអីផ្សេងទៅលើអ្នកដែលជីខាងក្រោយអីបងអីវ៉ាន់ទៅតែចូលថ្មីនេះមានកម្ពស់7 8 9 1 ម៉ែត្រសម្រាប់កម្រាស់វិញគឺកម្រាស់10 លីស្មើនឹង1ហ៊ុនបងបើសិនជាបងណាមានតម្រូវការបងអាចមកមើលដល់ទីតាំងហាងផ្ទាល់ក៏បានឬក៏ឆាតស៊ូក្នុង page សិនក៏បានដែរបងប្រភេទនំមកថ្មីនេះគឺជាប្រភេទខ្មៅលលោងបងយល់ល្អហ្មងបងគួរតែមកដល់ទីតាំងដើម្បីមើលសាច់ផ្ទាល់ល្អជាងបងព្រោះពេលឆាតស៊ូទៅអូយអត់មានជីក្បាលណានិយាយមែនបងរឿងបាំងផុកនឹងមួយដោយសារតាភ្ញៀវខ្លះគាត់សូនសាគាត់ខ្លាចសាច់អត់ដូចក្នុងវីដេអូហ្នឹងហើយវីដេអូមួយគឺខ្ញុំថតចេញពីក្នុងហាងខ្ញុំផ្ទាល់តែម្ដងអញ្ចឹងបើសិនជាបងមើលឃើញហើយបងនៅសួរចង់មើលរូបមើលអីទៀតអាហ្នឹងបងប្អូនអស់លទ្ធភាពក្នុងការឆ្លើយតបមួយបងហើយអញ្ចឹងអ្វីដែលវិធីល្អបំផុតគឺបងមកមើលដល់ហាងមកបើសិនជាបងសូនសាញឬក៏មិនតាន់ទុកចិត្តគឺមកដល់ទីតាំងផ្ទាល់បងអញ្ចឹងបើសិនជាបងណាដែលគាត់ជឿទុកចិត្តខាងហាងលីមួយទៀងហើយបងអាចតម្លាក់ការកំងទិញនៅក្នុង page បានឬក៏កំងក្នុង Telegram នៅក្នុងវីដេអូហ្នឹងក៏បានដែរបងហើយប្រភេទបាំងផុកហ្នឹងគឺជាប្រភេទដែលកាត់លក់អញ្ចឹងបងចង់ទិញគឺបងត្រូវដឹងຂະຫນាតដែលបងចង់ទិញហ្នឹងឲ្យច្បាស់លាស់ហងបងបើសិនជាអត់ចេះវត្តចេះអីទេបងអាចបើកឡានមកដល់ទីតាំងផ្ទាល់ដើម្បីឲ្យបុគ្គលិកខាង admin វាស់ឲ្យក៏បានដែរហើយនឹងមួយទៀតបងមិនចាំបាច់ថតឡានមកឲ្យខ្ញុំទេព្រោះឡានមួយហើយនឹងការដាក់គឺអត់ដូចគ្នាទេម៉ូដឬក៏ប្រវែងអីគឺខុសគ្នាទាំងអស់បើសិនជាបងមិនដឹងຂະຫນាតមិនដឹងទំហំក៏ខាង admin មិនដឹងថាលក់ឲ្យបងយ៉ាងម៉េចដែរហើយខាងខ្ញុំក៏មានការបោះដុំដូចគ្នាបងមិនតាសម្រាប់តាកបាំងផុកនឹងមួយទេគឺនៅមានអីវ៉ាន់រាប់ពាន់មុខទៀតបងអាចមើលក្នុង page ហ្នឹងក៏បានឬក៏អាចមកមើលដល់ហាងផ្ទាល់ដូចខ្ញុំនិយាយម្ដងហើយម្ដងទៀតអញ្ចឹងថាមកដល់ហាងផ្ទាល់គឺល្អបំផុតបងអរគុណច្រើនបងដែលមើលវីដេអូនេះដល់ចប់ជួបគ្នានៅវីដេអូក្រោយទៀតបាយ